ខ្យងណាពេលខ្ញុំសួរម៉ែខ្ញុំថាម៉ែអាខ្យងនឹងវាពងពណ៌អីម៉ែថាអាខ្យងស្តៀងគ្នានឹងដែរប៉ុន្តែវាស៊ីស្រូវអាពួកស៊ីស្រូវហ្នឹងពងវាពណ៌ក្រហមប៉ុន្តែអាខ្យងបោះពីដើមមកខ្យងស្រែគាត់ធ្លាប់ធ្វើស្រែធ្វើស្រូវគាត់ដឹងថាអានឹងវាពងសទេចាហើយខ្ញុំក៏ចាំមើលដែរថាកូនខ្យងដែលនៅក្នុងទូរបស់ខ្ញុំហ្នឹងវាពងសឬក៏ពងក្រហមចាប៉ុន្តែមើលទៅសបល់សបកវាហើយនឹងសបល់ខាងលើមើលទៅដូចស្តៀងគ្នាដូចសបល់ប៉ារ៉ាចាប៉ុន្តែសាច់មាត់វានៅខាងក្នុងនោះបែរជាពណ៌លឿងខ្ចីហ្នឹងឯងអានេះវាផាយវាធំតិចទៀតទៅវាប្រែពណ៌អីក៏មិនដឹងដែរណាប៉ុន្តែខ្ញុំក៏មើលទៅឃើញវាអញ្ចឹងមែនសាច់ពណ៌រៀងលឿងខ្ចីចាហើយនៅពីលើមើលទៅរៀងសបល់ប្រផេះនេះពេលដើរវិញលឿនណាឃើញទេពេលវាដើរមកផ្លែតហ្នឹងមកជុំមកផ្លែតហ្នឹងមកជុំហីវាដើរលឿនរបស់វាចាហើយក៏ខ្ញុំក៏ចាថតវាលេងទៅចាបងប្អូនណាចង់មើលក៏មើលទៅចាព្រោះអីខ្ញុំក៏មិនដែរចាំដែរខ្យងអីខ្ញុំមិនដែរចាំទេខ្ញុំចាំតែឆ្មាទេចាមិនតែឥឡូវខ្ញុំក៏ឃើញថាខ្ញុំចេះចិញ្ចឹមខ្យងចាខ្ញុំដឹងថាវាស៊ីអីកើតវាស៊ីបន្លែស្រស់អត់កើតទេវាអត់ចេះស៊ីអញ្ចឹងហើយបន្លែអត់ស៊ីស្លឹកឈើក្រៀមវិញចាដូច្នេះខ្ញុំក៏មានស្លឹកឈើក្រៀមដាក់ឲ្យវាស៊ីចាហើយខ្ញុំគិតថាបើវាមិនចេះស៊ីកៅទេវាស្លាប់ដាច់ខ្យល់បាត់យូរហើយប៉ុន្តែវាស៊ីកើតចាអញ្ចឹងហើយវានៅរស់ដល់ពេលនេះឥឡូវវាធំដែរនេះអាមួយទៀតទេអាមួយដើរលឿនមិញនៅខាងនោះនេះអាមួយទៀតចាខ្ញុំមាន2ហ្នឹងឯង2ទូចវាមិនទូចមកនេះវាប៉ុនតែគ្នាទេប៉ុន្តែអាមួយនេះសបល់វាអត់សូវលឿងទេអាមួយដំបងគេហ្នឹងសបល់វារៀងលឿងអានេះអត់សូវលឿងវាអត់ទាន់ប្រែពណ៌ណាចាតិចទៀតផែជាវាលឿងដែរចាខ្ញុំមើលទៅឃើញវាអញ្ចឹងពណ៌វាក៏ស្រៀងគ្នាដែរវារៀងលឿងខ្ចីសាច់នៅខាងមុខវាចាបានកូនខ្យងគ្រាន់ថតលេងដែរចាបងប្អូនណាមានខ្យងដូចខ្ញុំអត់ហើយដឹងថាវាស៊ីអីខ្លះហេប្រាប់ខ្ញុំផងមើលព្រោះអីខ្ញុំអត់ដឹងថាវាស៊ីអីទេមិនចេះដាក់ទៅដាក់ចុះដាក់ឡើងទៅដឹងថាវាស៊ីស្លឹកឈើក្រៀមចាពេលដាក់បន្លែស្រស់ឲ្យទៅវាអត់ដែរស៊ីហើយស្អុយពេញទឹកនឹងហ្មងបន្លែអីចឹងហើយប្របាក់ដោទឹកទេឥឡូវដាក់ស្លឹកឈើក្រៀមទៅវាចូលចិត្តចាវាចូលចិត្តស៊ីវាមានដូចយើងបានមើលឃើញថាវាស៊ីមែនចឹងណាខ្ញុំចេះតែមកអើតមើលវាដែរមួយថ្ងៃអើតមើលវា2 ម្ដងអីចឹងណែចា